ជួបគ្នាសារជាថ្មីម្ដងទៀតហើយបាទបងប្អូនទាំងអស់គ្នាហើយនៅក្នុងថ្ងៃនេះខ្ញុំមានរឿងថ្មីមួយសម្រាប់និយាយប្រាប់អ្នកទាំងអស់គ្នាដើម្បីកុំឲ្យខាតពេលយូរខ្ញុំបាទសូមនាំអារម្មណ៍ពុកម៉ែបងប្អូនយើងចូលទៅកាន់សាច់រឿងពេញទាំងអស់គ្នានេះគឺជាសាច់រឿងខ្លីមួយដែលនិពន្ធឡើងដោយផ្អែកលើការពិពណ៌នារបស់អ្នកអំពីកងទ័ពពិសេសនេះរឿងនេះបង្ហាញពីភាពក្លាហានការលះបង់និងវិន័យដៃរបស់កងទ័ពស្អែកស្លាប់នៅលើសមរភូមិដ៏ក្តៅគគុកនៃតំបន់ព្រំដែនមានកងពលតូចមួយដែលត្រូវបានគេប្រសិទ្ធនាមថាជាកងទ័ពខ្មោចសម្រាប់សត្រូវប៉ុន្តែសម្រាប់ជាតិសាសន៍ខ្លួនឯងគេស្គាល់ពួកគេថាជាកងទ័ពស្អែកស្លាប់ឈ្មោះនេះមិនមែនកាត់ឡើងដោយចៃដន្យទេតែវាជាការសច្ចារបស់ពួកគេថ្ងៃនេះរស់ស្អែកអាចនឹងស្លាប់ដូច្នេះគ្មានអ្វីត្រូវខ្លាចថ្ងៃមួយមេបញ្ជាការប្រកាសសម្លេងដាច់នៅចំពោះមុខកងអនុសេនាតូចចំនួន20នាក់ដែលកំពុងឈរត្រៀមខ្លួននៅជើងភ្នំគោលដៅរបស់ពួកគេគឺបន្ទាយសត្រូវនៅលើកំពូលភ្នំដែលហ៊ុំព័ទ្ធទៅដោយចំការមីននិងមានរថត្រកយាមល្បាតចាំទុកណាបងអូនបញ្ជាមកគឺត្រូវតែវាយយកបន្ទាយនេះឲ្យបានបើវាយមិនបែកគុំសង្ឃឹមថាត្រឡប់ទៅក្រោយវិញរួចខ្លួនឲ្យសោះបើមិនជាប់គុកក៏ត្រូវស្លាប់ដោយកិត្តិយសនៅទីនេះដែរពួកយើងជាកងទ័ពស្អែកស្លាប់វិន័យគឺជីវិតគ្រាន់តែស្នូកំភ្លើងបន្លឺឡើងភ្លាមកងទ័ពស្អែកស្លាប់បានរលចូលដោយទឹកបាក់ទំនប់ពួកគេមិនដេកក្រាបឬលូនតិចដោយកងទ័ពដទៃឡើយគឺពួកគេរត់ចូលសម្រុកទៅមុខចំក្របមីនបានផ្ទុះឡើងក្តាំងសាកសពទាហានខ្លះបានដួលប៉ុន្តែអ្នកនៅខាងក្រោយគ្មានញញើតសូម្បីតែបន្តិចពួកគេជន់ពីលើស្នាមជើងអ្នកមុនដើម្បីបន្តដំណើរទៅមុខរថត្រោះសត្រូវបានបង្វិលកំភ្លើងធំតម្រុំមកពួកគេទាហានបរទេសដែលនៅក្នុងរថត្រោះនោះមានចិត្តក្រអឺកតូនដោយគិតថាគ្មាននរណាហ៊ានចូលចិត្តឡើយប៉ុន្តែពួកគេគិតខុសយុទ្ធជនម្នាក់ឈ្មោះវាសនាដែលជាសមាជិកនៃក្រុមស្អែកស្លាប់បានដកគ្រាប់បែកមួយគ្រាប់ពីចង្កេះគាត់ដឹងថាបើគាត់មិនចូលកងទ័ពខាងក្រៅនឹងស្លាប់ដោយមិនស្ដាយជីវិតវាសនាបានរត់គេចគ្រាប់កំភ្លើងហុកចូលទៅជិតរថត្រោះនោះហើយគប់គ្រាប់បែកចូលទៅក្នុងច្រកនៃរថត្រោះនោះប៊ូសក្តាំងរថត្រោះឆេះសន្ធោសម្លាប់ទាំងទាហានសត្រូវនៅក្នុងនោះវាសនាក៏ត្រូវបានកម្លាំងផ្ទុះអស់ទៅម្ខាងប៉ុន្តែការលាក់បង់របស់គាត់បានបើកផ្លូវឲ្យមិត្តរួមក្រុមការប្រយុទ្ធកាន់តែសាហាវសត្រូវមានគ្នាច្រើនជាងប៉ុន្តែពួកគេចាប់ផ្ដើមភ័យខ្លាចនៅពេលឃើញកែវភ្នែកក្រហមច្រាលរបស់កងទ័ពស្អែកស្លាប់សម្រាប់កងទ័ពនេះការឈឺចាប់គ្មានន័យទេនៅពេលនាយុទ្ធជនម្នាក់ឈ្មោះធារាត្រូវរបួសធ្ងន់ដួលនៅកណ្ដាលវាលមិត្តរួមអាវុធ2នាក់បានរត់ទៅអូសគាត់ចេញមកវិញទោះបីជាគ្រាប់កំភ្លើងសត្រូវបាញ់មកដោយគ្រាប់ភ្លៀងក៏ពួកគេមិនរត់ចោលធារាដែរថ្ងៃនេះវាយមិនបានស្អែកវាយទៀតតែថ្ងៃនេះបងប្អូនយើងត្រូវតែទៅផ្ទះវិញទាំងអស់គ្នាទោះជារស់ឬជាសាកសពក៏ដោយមេក្រុមស្រែកបញ្ជាពួកគេបានអូសសាកសពមិត្តភ័ក្តិដោយក្តីគោរពដកថយបន្តិចដើម្បីរៀបក្បួនហើយសម្រុកចូលម្ដងទៀតភាពតស៊ូដ៏គួរឲ្យរន្ធត់នេះធ្វើឲ្យកងទ័ពស្ត្រីបាក់ស្មារតីពួកគេមិនដាឃើញទាហានណាដែលសុខចិត្តស្លាប់ដើម្បីអូសសាកសពគ្នាឯងបែបនេះទេទីបំផុតដោយសារការសម្រុកមិនឈប់ឈរដោយរលកសមុទ្របោកច្រានបន្ទាយសត្រូវត្រូវបានវាយបំបែកទាហានបរទេសដែលធ្លាប់តែអួតអាងបានបាក់ទ័ពរត់ចោលជួរព្រោះពួកគេដឹងថាពួកគេមិនមែនកំពុងប្រយុទ្ធជាមួយមនុស្សធម្មតាទេប៉ុន្តែប្រយុទ្ធជាមួយមនុស្សដែលគ្មានពាក្យថាខ្លាចស្លាប់ទង់ជ័យបានដោតទៅលើកំពង់ភ្នំកងទ័ពស្អែកស្លាប់ឈរមើលមិត្តរួមអាវុធដែលបានភ្លីពួកគេមិនយំសោកបោកធួនទីតែពួកគេឈរគោរពវិញ្ញាណក្ខន្ធដោយក្តីមោទនភាពនេះហើយគឺជាកងទ័ពស្អែកស្លាប់កងទ័ពលេខ1ប្រចាំស្រុកខ្មែរដែលប្រើបេះដូងដែកប្រឆាំងការពារទឹកដីសម្រាប់ពួកគេជីវិតគឺជារបស់ជាតិនិងពាក្យថាចុះចាញ់មិនដែលមាននៅក្នុងវចនានុក្រមរបស់ពួកគេឡើយពេលមនុស្សទោះបីជាបន្ទាយទី1ត្រូវបានវាយបែកក៏ដោយប៉ុន្តែសង្គ្រាមមិនទាន់ចប់ទេបន្ទាយធំរបស់សត្រូវដែលនៅពីក្រោយខ្នងភ្នំមានកម្លាំងរឹងមាំជាងនេះរាប់សិបដងពួកគេមានរថត្រោះទំនើបនិងការភ្លើងធំដែលបាញ់មិនឈប់ឈរនៅលើទីតាំងរបស់កងទ័ពស្អែកស្លាប់នៅពេលព្រះអាទិត្យជិតលិចបាញ់ពន្លឺពណ៌ក្រហមដួសឈាមលើផ្ទៃមេឃមេបញ្ជាការបានពិនិត្យចំនួនទ័ពហើយស្រាប់តែទឹកមុខរបស់គាត់ប្រែជាតាំងតែងបាត់អាណិតវានៅឯណាយុទ្ធជនម្នាក់ឆ្លើយទាំងហត់គក់បងអាណិតត្រូវគ្រាប់កំភ្លើងយន្តដួលនៅកណ្ដាលវាលទំនាបខាងមុខនោះគេស្លាប់ហើយបង
ពួកសត្រូវកំពុងចាំបាញ់ញាក់ដែលហ៊ានទៅយកសាកសពវាពាក្យថាស្លាប់ហើយមិនមែនជាហេតុផលសម្រាប់កងទ័ពស្អែកស្លាប់ដើម្បីបោះបង់មិត្តភ័ក្តិទេច្បាប់របស់ពួកគេគឺដាច់ខាតសាកសពរបស់បងប្អូនយើងមិនអាចទុកឲ្យសត្វក្អែកចឹកស៊ីឬឲ្យសត្រូវជន់ឈ្លីបានទេក្រុមទី2ត្រៀមគ្រាប់បែកផ្សែងក្រុមទី3បាញ់តបកុំឲ្យពួកវាងើបរួចឯងពីរនាក់តាមឃ្លៀងទៅយកអនិតមកវិញមេបញ្ជាការស្រែកបញ្ជាវាជាបេសកកម្មអត្តឃាតគ្រាន់តែពួកគេលោតចេញទីលេនដ្ឋានភ្លាមគ្រាប់កំភ្លើងសត្រូវហោះមកដួចគ្រាប់ភ្លៀងយុទ្ធជនម្នាក់ក្នុងចំណោមញាក់ទៅយកសាកសពត្រូវមួយគ្រាប់ចំស្មាប៉ុន្តែគាត់មិនឈប់ទេគាត់គ្រោះវីដៃដាក់មិត្តរួមក្រុមថាទៅមុខទៀតយកអាណិតមកវិញឲ្យបានពួកគេបានវាលទៅដល់សាកសពរបស់អាណិតតែហ៊ានសត្រូវព្យាយាមបាញ់សម្រុកប៉ុន្តែពួកគេត្រូវក្រុមទី3បាញ់សង្កត់ជាប់ទីបំផុតយុទ្ធជន2នាក់បានអូសសាកសពអាណិតមកដល់កន្លែងមានសុវត្ថិភាពខ្លួនប្រាណរបស់ពួកគេប្រឡាក់សុទ្ធទៅឈាមប៉ុន្តែស្នាមញញឹមនៃជ័យជំនះបានលើកឡើងមិនមែនឈ្នះសង្គ្រាមទេតែឈ្នះចិត្តខ្លួនឯងដែលមិនចោលគ្នាព្រឹកថ្ងៃបន្ទាប់ស្ត្រីមិនរងចាំទៀតទេពួកគេបានបញ្ជូនរថត្រោះចំនួន5គ្រឿងអមដោយទាហានថ្មើរជើងរាប់រយនាក់ដើម្បីកិនកំទេចកងទ័ពស្អែកស្លាប់ឲ្យคล้ายទៅជាផេះសំឡេងច្រវាក់រថត្រោះក្រាក់ក្រាក់ធ្វើឲ្យរំញ័រដល់បាតដីសម្រាប់ទាហានធម្មតានេះគឺជាពេលដែលត្រូវដកថយប៉ុន្តែសម្រាប់កងទ័ពស្អែកស្លាប់នេះគឺជាអាហារពេលព្រឹកយុទ្ធជនឈ្មោះសោដែលមានរាងតូចល្អិតប៉ុន្តែចិត្តធំដូចមេឃបានសំងំនៅក្នុងរណ្ដាយកណ្ដាលផ្លូវគាត់រងចាំរហូតដល់រថត្រោះទី1បើកកន្លងផុតរណ្ដារបស់គាត់នៅពេលដែលរថត្រោះកំពុងតែបង្វិលកំភ្លើងរកគោលដៅសោបានស្ទុះឡើងពីក្រោយដួតខ្លាខិនគាត់តោងឡើងទៅលើរថត្រោះយ៉ាងរហ័សរហួនទាហានសត្រូវដែលបាច់កម្របចេញមុខបាញ់ក៏ត្រូវសោវាយមួយកំភ្លើងដួលកាប់មុខដោយមិនបង្អង់យូរសោបានដកគ្រាប់បែកមួយគ្រាប់ដកកន្លឹះហើយទម្លាក់ចូលទៅក្នុងច្រករថត្រោះរួចគាត់លោតចុះមកដីវិញកដាំងសំឡេងផ្ទុះបន្លឺឡើងពីក្នុងរថត្រោះធ្វើឲ្យរថត្រោះទាំងមួយកន្ត្រាក់ហើយផ្សែងខ្មោចហៅចេញមកញាក់បើកបរនិងញាក់បាញ់កំភ្លើងខាងក្នុងស្លាប់គ្មានសល់ឃើញដូច្នេះយុទ្ធជនផ្សេងទៀតក៏យកគំរូតាមដែរពួកគេរត់គេចគ្រាប់កំភ្លើងចូលទៅគៀករថត្រោះដទៃទៀតហើយប្រើវិធីដូចគ្នារថត្រោះដែលសត្រូវមានមោទនភាពនោះឥឡូវនេះคล้ายទៅជាមួយឈោតដែលក្តៅកគុកនៅកណ្ដាលវាលហើយសង្គ្រាមអូបន្លាយដល់ថ្ងៃទី3ស្បៀងអាហារចាប់ផ្ដើមអស់គ្រាប់ក៏កាន់តែតិចប៉ុន្តែស្មារតីរបស់កងទ័ពស្អែកស្លាប់កាន់តែពុះគញ្ជ្រួយមេបញ្ជាការសត្រូវដែលជាជនបរទេសបានមើលមកកងទ័ពខ្មែរមួយក្តាប់នេះដោយភ័យខ្លាចគេមិនយល់ថាហេតុអ្វីបានជាបាញ់បណ្ណាក៏កងទ័ពនេះមិនរត់ហេតុអ្វីបានជាឃើញមិត្តភក្តិស្លាប់ពួកគេកាន់តែសាហាវជាងមុនមកពួកគេមិនមែនជាមនុស្សទេពួកគេជាបិសាចសង្គ្រាមទាហានសត្រូវម្នាក់ស្រែកឡើងដោយបាក់ស្មារតីនៅថ្ងៃនោះកងទ័ពស្អែកស្លាប់បានសម្រេចចិត្តវាយផ្ដាច់ប្រច្រត់ពួកគេលែងខ្វល់ពីយុទ្ធសាស្ត្រប្រការទៀតទេម្នាក់ចងក្រណាត់ក្បាលសរសេរពាក្យថាជាតិហើយកាន់កំភ្លើងសម្រុកត្រង់ទៅកាន់ទីបញ្ជាការសត្រូវថ្ងៃនេះវាមិនបានស្អែកវាទៀតតែថ្ងៃនេះត្រូវតែបានសំឡេងស្រែកហូររបស់ពួកគេធ្វើឲ្យសត្រូវរត់ចោលជួលទាំងព្រលឹងចុងសក់ទាហានបរទេសដែលធ្លាប់តែមើលងាយនោះឥឡូវនេះបានបោះអាវុធចោលហើយលុតជង្គង់ចុកចាំចិនព្រោះពួកគេដឹងថាបើពួកគេនៅតដៃពួកគេនឹងត្រូវកងទ័ពនេះហែកជាចំណែកមិនខានទេទីបំផុតបន្ទាយធំបានកាន់កាប់ទាំងស្រុងទង់ជាតិខ្មែរបានបង្ហូតឡើងប៉ុន្តែពីក្រោមទង់ជាតិនោះគឺមានសាកសពយុទ្ធជនជាច្រើនបានដេកដួលអ្នកដែលនៅនោះបានដើរទៅលើកសាកសពមិត្តភក្តិម្នាក់ម្ដងដាក់ចូលឡានដោយថ្នមមេបញ្ជាការដែលមានរបួសពេញខ្លួនបានឈរមើលកូនចៅហើយនិយាយតិចថាយើងធ្វើបានហើយបងប្អូនអាចសម្រាកបានហើយយើងមិនបានចោលអ្នកណាទេយើងទៅផ្ទះវិញទាំងអស់គ្នាកងទ័ពនេះគេបានចារទុកនៅក្នុងប្រវត្តិសាស្ត្រថាជាកងទ័ពដែលទាហានបរទេសឮឈ្មោះក៏ញញើតហើយប្រជាជនខ្មែរឮឈ្មោះក៏កក់ក៏ដៅដែរពួកគេគឺជាកងទ័ពស្អែកស្លាប់ដែលហ៊ានបោះជាថ្ងៃស្អែករបស់ពួកគេដើម្បីឲ្យទឹកដីនេះមានថ្ងៃស្អែកតទៅមុខបន្ទាប់មកភាពស្ងប់នៅលើកំពូលភ្ញៃដែលទើបតែដណ្ដើមបាននោះមានរយៈពេលខ្លីជាងការរំពឹងទុកខណៈដែលកងទ័ពស្អែកស្លាប់កំពុងតែរុំរបួសនិងរៀបចំសាកសពមិត្តភក្តិស្រាប់តែមានសម្លេងមួយដែលធ្វើឲ្យបេះដូងញាក់កំខោចលោតខំចង្វាក់ប៉ុន្តែសម្រាប់ពួកគេវាគ្រាន់តែជាសញ្ញាឲ្យត្រៀមខ្លួនតែប៉ុណ្ណោះសត្រូវមិនបានចុះចាំងាយទេពួកគេបានកេណ្ឌកងកម្លាំងពិសេសពីទីបញ្ជាការកណ្ដាលដែលមានឈ្មោះថាកងពលខ្មៅជាទាហានបរទេសដែលបំពាក់ដោយអាវក្រក់ប្រការគ្រាប់ហើយនឹងកាំភ្លើងឡាស៊ែរទំនើបបំផាត់អមដំណើរដោយពួកគេគឺរថត្រកធុនធីងទាំង10គ្រឿងទៀតដែលធ្វើដំណើរមកដូចចម្លើងបែក
មេបញ្ជាការសត្រូវបានអ៊ុចបញ្ជាដាច់ខាតកំទេចពួកស្អែកស្លាប់នោះឲ្យអស់កុំទុកឲ្យសល់សោយតែឆ្អឹងយើងត្រូវតែយកកិត្តិយសយើងមកវិញកងទ័ពស្អែកស្លាប់ត្រូវបានឡោមព័ទ្ធជិតឈឹងផ្លូវចុះត្រូវបានកាត់ផ្ដាច់ស្បៀងអាហារដែលសល់តិចតួចក៏អស់រលីងរយៈពេល3ថ្ងៃ3យប់ពួកគេផឹកតែទឹកសន្សាមនិងបរិភោគឫសឈើប៉ុន្តែអ្វីដែលចម្លែកនោះគឺសំឡេងសើចក្អាកក្អាយនៅតែបន្លឺឡើងនៅក្នុងលេនដ្ឋានរបស់ពួកគេហេពួកឯងឃ្លានទេមេបញ្ជាការសួរកូនចៅឃ្លានឡងតែឃ្លានសាច់ស្ត្រីជាងបាយយុទ្ធជនម្នាក់ឆ្លើយតបដែលធ្វើឲ្យគ្រប់គ្នាសើចពួកគេដឹងថាបើពួកគេចុះខ្សោយសត្រូវនឹងវាចូលដូច្នេះពួកគេយកចិត្តធ្វើជាអាហារពួកគេច្រៀងបទចម្រៀងស្នេហាជាតិកងរំពងទោះបីជាសំឡេងស្អកក៏ដោយដើម្បីឲ្យសត្រូវដឹងថាពួកយើងនៅទីនេះហើយពួកយើងមិនទៅណាទេហើយនៅយប់ទី4គ្រាប់កំភ្លើងរបស់កងទ័ពស្អែកស្លាប់បានអស់រលីងសត្រូវដែលដឹងរឿងនេះបានចាប់ផ្ដើមរុលចូលដោយមានទំនុកចិត្តរទេះបានបាញ់កំទេចលេនដ្ឋានម្ដងមួយប៉ុន្តែពួកគេភ្លេចថាកងទ័ពស្អែកស្លាប់គឺជាអ្នកជំនាញខាងសង្គ្រាមចិត្តសាស្ត្រនិងសង្គ្រាមដៃទទេនៅក្នុងភាពងងឹតឈឹងក្រុមពិសេសមួយក្រុមបានលូនចេញពីលេនដ្ឋានពួកគេមិនមានកំភ្លើងទេមានតែកំបិតនិងខ្សែរូតកពួកគេបានលួចចូលទៅក្នុងជំរំសត្រូវដូចជាខ្មោចឆ្វាត់ទីហ៊ានយាមម្នាក់ដួលដោយមិនទាន់បានស្រែកក្រឹបម្នាក់ទៀតត្រូវបានកាច់កពួកគេបានដណ្ដើមយកកំភ្លើងនិងគ្រាប់បែកពីសាកសពសត្រូវហើយបង្វែរមុខកំភ្លើងទៅរកម្ចាស់ដើមវិញផង់ផង់ផង់ជំរុំសត្រូវคล้ายទៅជាចលាចលពួកគេបាញ់គ្នាឯងព្រោះមិនដឹងថាអ្នកណាជាអ្នកណានៅក្នុងភាពច្របូលច្របល់នោះកងទ័ពស្អែកស្លាប់បានលួចយករថទះសត្រូវចំនួន2គ្រឿងហើយបើកកិនគំទេចតង់របស់មេបញ្ជាការសត្រូវនៅក្នុងការប្រយុទ្ធដ៏ច្របូលច្របល់នោះមេបញ្ជាការកងទ័ពស្អែកស្លាប់ត្រូវបានត្រីគ្រាប់ផ្លោងបាក់ជើងទាំងសងខាងនិងជាប់នៅក្រោមគំនរថ្មសត្រូវចាប់ផ្ដើមប្រមូលផ្ដុំគ្នាវិញហើយបាញ់សម្រុកមកចំណិតនោះទៅទុកខ្ញុំចៅនៅទីនេះនាំគ្នារត់ទៅរកផ្លូវរស់ឲ្យបានមេបញ្ជាការស្រែកទាំងឈឺចាប់នេះជាបញ្ជាប៉ុន្តែជាលើកដំបូងដែលកូនចៅហ៊ានប្រឆាំងបញ្ជាសុំទោសបងបញ្ជាផ្សេងពួកខ្ញុំស្ដាប់តែបញ្ជាឲ្យចៅបងពួកខ្ញុំធ្វើមិនបានយុទ្ធជន4នាក់បានរត់កាត់គ្រាប់កំភ្លើងយកខ្លួនទៅបាំងមេបញ្ជាការម្នាក់ដួលម្នាក់ទៀតចូលជំនួសពួកគេប្រើដៃទទេកាយថ្មនឹងដីដើម្បីទាញមេបញ្ជាការចេញមកបើបងស្លាប់យើងស្លាប់ទាំងអស់គ្នាបើបងរស់យើងទៅផ្ទះទាំងអស់គ្នាទីហ៊ានសត្រូវដែលមើលឃើញទិដ្ឋភាពនេះដល់ថ្នាក់ទម្លាក់កំភ្លើងចុះពួកគេមិនដែលឃើញទីហ៊ានណាដែលស្រឡាញ់គ្នារហូតដល់ហ៊ានយកទ្រូងទៅបាំងគ្រាប់កំភ្លើងជំនក់មេបែបនេះទេភាពរន្ធត់បានចូលមកជំនក់ភាពក្លាហានរបស់សត្រូវពួកគេមានអារម្មណ៍ថាពួកគេកំពុងប្រយុទ្ធជាមួយនឹងអមតៈជននៅពេលដែលសត្រូវកំពុងតែស្ទាក់ស្ទើរកងកម្លាំងជំនួយរបស់កម្ពុជាបានមកដល់ប៉ុន្តែអ្វីដែលពួកគេឃើញមិនមែនជាការជួយសង្គ្រោះទេគឺជាទស្សនវិជ្ជាដែលកងទ័ពស្អែកស្លាប់កំពុងតែដាញ់វាយសត្រូវដែលនៅសល់រាប់រយនាក់ឲ្យរត់ខ្ចាត់ខ្ចាយទាហានបរទេសដែលនៅសល់បានរត់ទៅប្រាប់មេរបស់ពួកគេថាកុំទៅប្រយុទ្ធជាមួយពួកគេគ្មានពាក្យថាឈឺគ្មានពាក្យថាខ្លាចហើយសំខាន់បំផុតពួកគេមិនដែលចោលគ្នាទេទោះបីជាសល់តែវិញ្ញាណក៏ពួកគេនៅតែប្រយុទ្ធកងទ័ពស្អែកស្លាប់ដែលនៅសល់តែរូបរាងកាយប្រឡាក់ឈាមនិងដីខ្សាច់បានឈរត្រឹមរៀមជួរនៅចំពោះមុខព្រះអាទិត្យរើពួកគេបានបំពេញមេសកម្មហើយមិនមែនដោយសារអាវុធទំនើបទេគឺដោយសារចិត្តដែលដាច់ពេលនោះរាល់ពេលដែលមានសត្រូវឈានចូលទឹកដីមនុស្សនឹងនិយាយប្រាប់គ្នាថាកុំភ័យយើងមានកងទ័ពស្អែកស្លាប់ឲ្យតែពួកគេនឹងមានដង្ហើមទឹកដីនេះនឹងមិនបាត់បង់សូម្បីតែ1 មីលីម៉ែត្របន្ទាប់ពីជ័យជំនះដ៏កក្រើកនៅបន្ទាយភ្នំធំកងទ័ពស្អែកស្លាប់មិនត្រូវបានអនុញ្ញាតឲ្យសម្រាកទេពួកគេត្រូវបានបញ្ជូនទៅកាន់តំបន់ថ្មីមួយទៀតដែលគេហៅថាជ្រលងភ្នំខ្មៅយំនេះគឺជាទីតាំងយុទ្ធសាស្ត្រដ៏គ្រោះថ្នាក់ជាទីកន្លែងដែលកងទ័ពជាច្រើនធ្លាប់បានចូលទៅនិងមិនដែលបានត្រឡប់មកវិញព័ត៌មានសម្ងាត់បានលេចលៀកសត្រូវមិនបានប្រយុទ្ធតតល់ទេប៉ុន្តែពួកគេបានរៀបចំអន្ទះកណ្ដោលនៅពេលដែលកងទ័ពស្អែកស្លាប់ទាំង20នាក់បានចូលទៅដល់បាតជ្រលងស្រាប់តែមានការបំផ្ទុះភ្នំទាំងសងខាងបិទផ្លូវចេញចូលជិតឈឹងភ្លាមភ្លើងដ៏សន្ធោសន្ធរពីការប្រយុទ្ធនិងគ្រាប់បែកផូស្វ័របានកាន់ស្រោយចុះពីលើកំពូលភ្នំ
ច្រលុងទាំងមូលคล้ายទៅជាសមុទ្រភ្លើងគ្មានកន្លែងពន្ធគ្មានកន្លែងរត់មានតែសេចក្តីស្លាប់ដែលកំពុងធ្លាក់មកពីលើមេឃរក្សាជំហរកុំបែកជួរយកសាកសពស្ត្រីធូជាលេនឋានមេបញ្ជាការដែលពេលនេះមានភ្នែកម្ខាងហុំប៉ោងដោយសាររបួសបានស្រែកបញ្ជាធ្លាយសូម្បីតែនៅក្នុងស្ថានភាពភ្លើងឆេះជុំវិញខ្លួនកងទ័ពស្អែកស្លាប់មិនមានភាពច្របូលច្របល់ទេពួកគេជិះរណ្ដៅយ៉ាងលឿនដោយសត្វកំប្រួយហើយប្រើប្រាស់សាកសពសត្រូវដែលដេកងាប់មុនមកធ្វើជារបាំងការពារគ្រាប់បន្ទាប់មកការឡោមព័ទ្ធបានបន្តរហូតដល់ថ្ងៃទី7ស្បៀងអស់តាំងពីថ្ងៃទី2ទឹកអស់តាំងពីថ្ងៃទី3កម្ដៅថ្ងៃនិងក្លិនរលួយនៃសាកសពក្នុងជ្រលងភ្នំធ្វើឲ្យមនុស្សធម្មតាអាចនឹងឈ្ងួតបានប៉ុន្តែមិនមែនសម្រាប់ពួកគេទេយុទ្ធជនម្នាក់ឈ្មោះសម្បូរដែលក្មេងជាងគេក្នុងក្រុមបានចាប់ផ្ដើមរវើរវាយព្រោះការស្រេកទឹកគាត់បានយកដៃកាយដីដើម្បីរកសំណើមឃើញឌុកនោះយុទ្ធជនចាស់វសាម្នាក់ឈ្មោះតាមាប់បានយកកាំបិតចាក់ដើមជាព្រៃដែលក្រៀមស្វិតមួយដើមដើម្បីយកទឹកបន្តិចបន្តួចដែលនៅសេសសល់ដាក់បញ្ចូលមាត់សម្បូរផឹកទៅកូនឯងត្រូវរស់ដើម្បីប្រាប់គេថាពួកយើងមិនបានចុះចាញ់ទេទឹកចិត្តរបស់តាមាប់ធ្វើឲ្យសម្បូរស្រុកទឹកភ្នែកក្នុងកងទ័ពនេះឈាមអាចនឹងអស់ប៉ុន្តែទឹកចិត្តស្រឡាញ់គ្នាគ្មានថ្ងៃរីងស្ងួតឡើយហើយនៅយប់ទី8ស្ត្រីគិតថាកងទ័ពស្អែកស្លាប់ប្រកាសជាដេកស្លាប់អស់ហើយពួកគេបានបញ្ជូនកងកម៉ាន់ដូពិសេសចំនួន50នាក់ចុះមកក្នុងជលងភ្នំដើម្បីប្រមូលសាកសពនិងថតរូបអួតជ័យជំនះនោះគឺជាកំហុសដ៏ធំបំផុតរបស់ពួកគេនៅពេលដែលទាហានសត្រូវដើរចូលមកជិតរណ្ដៅដែលស្ងាត់ឈឹងស្រាប់តែមានដៃមួយលូកចេញពីក្នុងដីចាប់កជើងទាហានសត្រូវហើយកាច់ផ្ដាច់ភ្លាមគ្រប់ដូចជាខ្មោចដែលរស់ឡើងវិញកងទ័ពស្អែកស្លាប់ដែលកប់ខ្លួនក្នុងដីដើម្បីបន្លំភ្នែកបានស្ទុះក្រោកឡើងព្រមគ្នាក្របកំភ្លើងពួកគេអស់ហើយប៉ុន្តែពួកគេនៅមានកំបិតនិងប៉ែលជីកដីសមរភូមិបានคล้ายទៅជាការកាប់ចាក់យ៉ាងសាហាវខូក្រៅយុទ្ធជនខ្មែរម្នាក់ទោះបីជាត្រូវគេចាក់ចំក្បាលពោះក៏នៅតែស្ទុះទៅខំបំពង់កសត្រូវដាច់មួយដុំទាល់តែដាច់ខ្យល់ស្លាប់ទាំងពីរនាក់ភាពសាហាវនឹងការមិនคล้ายស្លាប់របស់ពួកគេធ្វើឲ្យកងកម៉ាន់ដូសត្រូវដែលជាអ្នកខ្លាំងរត់បែកឈ្នឿងខ្ញាយពួកគេស្រែកថាជួយផងពួកវាជាបិសាចបាញ់មិនងាប់ទេបន្ទាប់ពីកំទេចកងកម៉ាន់ដូសត្រូវពួកគេបានដណ្ដើមវិទ្យុតាក់តងមកបានមេបញ្ជាការតាក់តងទៅទីបញ្ជាការធំទីនេះក្រុមស្អែកស្លាប់យើងនៅរស់សូមបាញ់កំភ្លើងធំមកទីតាំងយើងខ្ញុំឥឡូវនេះយើងនឹងបើកផ្លូវចេញទីបញ្ជាការឆ្លើយតបទាំងតក់ស្លុតបើបាញ់ទៅពួកឯងនឹងស្លាប់ទាំងអស់គ្នាមេបញ្ជាការសាយតិចពួកខ្ញុំស្លាប់តាំងពីយូរហើយទើបឈ្មោះថាស្អែកស្លាប់បាញ់មកចុះដើម្បីឲ្យពួកសត្រូវដែលនៅឡោមព័ទ្ធយើងងាប់ទាំងអស់គ្នាក្របកំភ្លើងធំពីកងទ័ពជំនួយបានធ្លាក់មកលើកំពូលភ្នំជុំវិញនោះបើកផ្លូវមួយចន្លោះបងអូនអ្នកណាដើររួចជួយគ្រាអ្នករបួសស្រាលជួយអូសសាកសពយើងមិនទុកអ្នកណាទេក្នុងទេសភាពដែលមិនអាចបំភ្លេចបានពួកគេបានបង្កើតជារង្វង់មូលអ្នកដែលខ្លាំងនៅខាងក្រៅកាន់កំភ្លើងដែលដណ្ដើមបានអ្នករបួសស្រាលនិងសាកសពនៅកណ្ដាលពួកគេដើរសម្រុកចេញពីជ្រលងភ្នំជួនពីលើសាកសពសត្រូវនិងឆ្លងកាត់ភ្លើងមានយុទ្ធជនម្នាក់ជើងម្ខាងដាច់ដោយសារមីនប៉ុន្តែគាត់មិនព្រមឲ្យគេជួយសែងទីគាត់បានវ៉ាតាមក្រោយដោយដៃម្ខាងកាន់កំភ្លើងបាញ់ប្រកាន់មិត្តភក្តិដៃម្ខាងទៀតអបសាកសពមិត្តរួមអាយម្នាក់ទៀតដែលបានស្លាប់ទៅមុខទៅកុំបារម្ភពីខ្ញុំនឹងការពារពីខាងក្រោយគាត់ស្រែករហូតដល់ដង្ហើមចុងក្រោយដោយយកខ្លួនធ្វើជារបាំងបិទផ្លូវសត្រូវកុំឲ្យតាមទាន់ក្រុមធំនៅពេលព្រឹកព្រលឹមឯបណ្ដៃធំរបស់កម្ពុជាគេឃើញស្រមោលមនុស្សមួយក្រុមដើរចេញពីខ្នោអាតសម្លៀកបំពាក់រហែករហួយខ្លួនប្រឡាក់ដោយឈាមនិងពិតប៉ុន្តែទង់ជាតិដែលពួកគេកាន់នៅក៏នៅតែបោះរលេះឡាយពួកគេត្រឡប់មកវិញហើយមិនមែនមកតែអ្នករស់ទេសូម្បីតែសាកសពមិត្តភក្តិក៏ពួកគេបាននាំមកវិញគ្រប់ចំនួនគ្មានអ្នកណាម្នាក់ត្រូវបានទុកឲ្យឯកានៅជ្រលងភ្នំខ្មោចនោះទេគ្រប់គ្នាក្នុងបណ្ដៃដែលឃើញទីសភាពនេះបានស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនពួកគេមិនហ៊ានទះទ្របផងព្រោះអ្វីដែលពួកគេឃើញវាលើសពីវីរភាពវាគឺជា body hell នៃសេចក្តីស្មោះត្រង់ចាប់ពីពេលនោះមកសត្រូវលែងហ៊ានប្រយុទ្ធតទល់មុខជាមួយនឹងកងទ័ពស្អែកស្លាប់ទៀតហើយឈ្មោះរបស់ពួកគេបានចារទុកថាជាកងទ័ពដែលយកឈាមលាងផែនដីដើម្បីឲ្យជាតិមានជីវិតហើយពាក្យស្លោកការរបស់ពួកគេនៅតែឡាន់លឺកងរំពឹងបើឯងចង់ឈ្នះយើង
ទាល់តែឯងសម្លាប់យើងឲ្យអស់បើសល់តែម្នាក់យើងនឹងសងសឹកឲ្យអ្នកទាំង19នាក់ភាគបន្តបន្ទាប់ពីបានរត់ចេញពីជ្រលងភ្នំខ្មោចយំទាំងរបួសពេញខ្លួនកងកម្លាំងដែលនៅសេសសល់នៃកងទ័ពស្អែកស្លាប់មិនបានវិលទៅបណ្ដៃដើម្បីព្យាបាលទេពួកគេបានទទួលដំណឹងថាកងទ័ពសត្រូវមួយកងពលធំរាប់ពាន់នាក់កំពុងដំណើរវាងទៅវាយលុកភូមិឋានាប្រជាជនដែលនៅខាងក្រោយខ្នងផ្លូវតែមួយដែលសត្រូវអាចឆ្លងកាត់បានគឺជាស្ពានចាស់ដែលព្យួរនៅលើជ្រវីវជ្រោមហៅថាស្ពានផ្ដាត់ប្រលឹងមេបញ្ជាការដែលពេលនេះនៅសល់តែដៃម្ខាងទៀតត្រូវរបួសធ្ងន់រហូតដល់ស្ពឹកលែងដឹងបានប្រមូលកូនចៅដែលនៅសល់តែ12នាក់បងប្អូនខាងក្រោយខ្នងយើងគឺជាម៉ែអូបងប្អូននឹងក្មេងៗបើយើងដកថយពួកគេនឹងស្លាប់ស្ពាននេះគឺជាក្តារមឈររបស់យើងមិនឲ្យសត្រូវណាម្នាក់ឆ្លងកាត់បានទេទោះបីជាយកសាកសពយើងទៅក្រាលធ្វើភ្លុយក៏ដោយនៅពេលកងទ័ពសត្រូវមកដល់ពួកគេសើចចំអកពេលឃើញទាហានខ្មែរតែ10ជាងនាក់ឈរនៅក្បាលស្ពានក្នុងស្ថានភាពរហែករហួយមេបញ្ជាការសត្រឹងស្រែកតាមមេក្រូចុះចាញ់ទៅពួកឯងមានគ្នាតែមួយក្តាប់ដៃចង់យកឈើទៅទប់រថក្រាក់ឬចម្លើយដែលទទួលបានមិនមែនជាទង់សតែជាគ្រាប់កំភ្លើងដែលបាញ់ចំក្បាលមេក្រូពួកយើងមិនមែនជាឈើពួកយើងជាដែកថែបការប្រយុទ្ធបានចាប់ផ្ដើមសត្រូវសម្រុកចូលមកដួយទឹកបាក់ទំនប់ដោយសារស្ពានតូចយៀតសត្រូវមិនអាចចូលមកព្រមគ្នាបានច្រើនទេនេះជាឱកាសរបស់កងទ័ពស្អែកស្លាប់ពួកគេបាញ់ផងកាប់ផងពេលគ្រាប់អស់ពួកគេប្រើកំបិតពេលកំបិតបាក់ពួកគេប្រើធ្មេញខំនឹងដៃវាយរថក្រាស់សត្រូវមួយគ្រឿងបានព្យាយាមរុលចូលមកបុកទម្លុះរបាំងការពារក្រាប B40 របស់កងទ័ពស្អែកស្លាប់បានអស់រលីងនៅក្នុងស្ថានភាពផ្ទាល់ច្រកនោះយុទ្ធជនឈ្មោះថិតដែលត្រូវរបួសបាក់ជើងទាំងពីរបានធ្វើសញ្ញាឲ្យមិត្តភ័ក្តិអូសគាត់ទៅកណ្ដាលស្ពានធិបឯងឈួតហើយអីមិត្តភ័ក្តិស្រីសួរធិតញញឹមទាំងឈាមពេញមាត់ជើងខ្ញុំដើរលេងរួចហើយទុកខ្ញុំនៅទីនេះចុះខ្ញុំនឹងក្លាយជាមីនធិតបានយកគ្រាប់បំបែកចង្កឹះដែលនៅសល់ទាំងអស់មកចងជាប់នឹងខ្លួនគាត់ដេកស្ងៀមនៅកណ្ដាលស្ពានធ្វើដូចជាស្លាប់នៅពេលរត់ក្រាស់សត្រូវបើកមកដល់ពីលើខ្លួនគាត់ដើម្បីជាតិសំឡេងផ្ទុះដ៏គឺក្រឹកបានបន្លឺឡើងធិតបានបំផ្ទុះខ្លួនឯងជាមួយរត់ក្រាស់សត្រូវធ្វើឲ្យរត់ក្រាស់នោះឆេះខ្ទេចនិងបិទផ្លូវនៅលើស្ពានទាំងស្រុងការលះបង់របស់ធិតបានទិញពេលវេលាឲ្យមិត្តភ័ក្តិនិងធ្វើឲ្យសត្រូវរន្ធត់ចិត្តជាខ្លាំងការប្រយុទ្ធអូសបន្លាយដល់ពេលយប់យុទ្ធជននៅសល់តែ5នាក់ប៉ុណ្ណោះសាកសពរបស់មិត្តរួមអាវុធបានដេកពាក់ពេញក្បាលស្ពានសត្រូវព្យាយាមបាញ់កំភ្លើងធំដើម្បីកំទេចសាកសពទាំងនោះនិងបើកផ្លូវតែអ្វីដែលអស្ចារ្យបំផុតបានកោតឡើងយុទ្ធជនដែលនៅរស់ទាំង5នាក់មិនបានយកសាកសពមិត្តភ័ក្តិធ្វើជាទ្រនាប់ការពារខ្លួនឯងទេតែពួកគេបែរជាយកខ្លួនទៅបាំងការពារសាកសពមិត្តភ័ក្តិកុំឲ្យពួកវាប៉ះសាកសពបងប្អូនយើងទោះស្លាប់ក៏ត្រូវស្លាប់ឲ្យស្អាតដែរពួកគេបានយកសាកសពមិត្តភ័ក្តិមកដាក់តម្រៀបគ្នាជារង្វង់មូលហើយពួកគេឈរនៅកណ្ដាលប្រយុទ្ធការពារទាហានសត្រូវដែលឃើញទស្សនវិជ្ជានេះចាប់ដើមញ័រដៃពួកគេមានអារម្មណ៍ថាពួកគេមិនមែនកំពុងប្រយុទ្ធជាមួយមនុស្សទេតែប្រយុទ្ធជាមួយវិញ្ញាណសាមគ្គីដែលមិនអាចកាត់ផ្ដាច់បានការហៅទូរស័ព្ទចុងក្រោយនៅម៉ោង3ទៀមភ្លឺគ្រាប់កំភ្លើងគ្រាប់ចុងក្រោយត្រូវបានបាញ់ចេញសត្រូវរាប់រយនាក់កំពុងឡោមផាត់ចិត្តមេបញ្ជាការបានយកវិទ្យុទាក់ទងមកនិយាយជាលើកចុងក្រោយទៅកាន់ទីបញ្ជាការធំទីនេះក្រុមស្អែកស្លាប់ពួកយើងអស់គ្រាប់ហើយសត្រូវនៅជុំវិញយើងសុំបាញ់កំភ្លើងធំមកទីតាំងយើងក្នុងផ្ទាល់ថាម៉េចលោកមេបញ្ជាការបើយើងបាញ់ទៅលោកនឹងស្លាប់សំឡេងពីចុងខ្សែស្រែកទាំងជុំមេបញ្ជាការមើលទៅមុខកូនចៅដែលនៅសល់4នាក់ពួកគេទាំងអស់គ្នាញញឹមនឹងងក់ក្បាលយល់ព្រមកុំយំពួកយើងបានសម្រេចចិត្តហើយបើយើងស្លាប់ដោយស្នាដៃបងប្អូនឯងវាប្រសើរជាងស្លាប់ដោយស្នាដៃសត្រូវហើយការបាញ់នេះនឹងកំទេចពួកសត្រូវដែលនៅជុំវិញនេះរាប់រយនាក់ដែរបាញ់ចោះនេះជាបញ្ជាវីវក្តាំងក្តាំងក្តាំងក្របកំភ្លើងធំរាប់សិបគ្រាប់បានធ្លាក់មកលើក្បាលស្ពានភ្លើងនឹងផ្សាយបានលេបត្របាក់អ្វីទៅអស់នៅពេលផ្សាយរសាត់អស់នៅព្រឹកឡើងអ្វីស្ងត់ស្ងៀមកងទ័ពជំនួយបានមកដល់ហើយពួកគេបានឃើញទស្សនវិជ្ជាមួយដែលធ្វើឲ្យពួកគេលុតជង្គង់ដោននៅកណ្ដាលគំនោនៃសាកសពសត្រូវរាប់រយនាក់គឺសាកសពរបស់កងទ័ពស្អែកស្លាប់តែពួកគេមិនដេកដួលទេសាកសពរបស់ពួកគេឈរផ្អែកក្នុងគ្នានៅកណ្ដាលរង្វង់មូលដោយដៃនៅតែក្តាប់កំបិតជាប់ទោះជាមិនមានដង្ហើមពួកគេក៏មិនដួលដែរក្បែរនោះមានទង់ជាតិមួយដែលប្រឡាក់ឈាមនិងសំណេរមួយឃ្លាដែលឈោតលើថ្មដោយជុងកំបិត
យើងមិនបានទិផ្ទះទេតែយើងបានការពារផ្ទះឲ្យអ្នកទាំងអស់ស្ងៀមសូមជួយមើលថែប្រទេសជាតិជំនួសពួកយើងផងទាហានសត្រូវដែលនៅរស់រានមានជីវិតពីការបាញ់ផ្លោនបានដើរថយក្រោយដោយភ័យខ្លាចនិងគោរពមេបញ្ជាការសត្រូវម្នាក់បានដោះមួកគោរពវិញ្ញាណក្ខន្ធនិងនិយាយថាលើโลกនេះខ្ញុំមិនដែលឃើញទាហានណាដូចពួកនេះទេបើកម្ពុជាមានទាហានបែបនេះតែ100នាក់ទៀតយើងមិនមានថ្ងៃឈ្នះពួកគេឡើយនេះជាការបន្តសាច់រឿងបន្ថែមទៀតផ្សោយពីការបាញ់គ្រាប់កំភ្លើងធំចាប់ផ្ដើមរសាត់ម្ដងស្ពានស្អែកស្លាត់ដែលធ្លាប់តែរឹងមាំឥឡូវនេះពេញទៅដោយរណ្ដៅនៅបំណែកសាកសពការស្ងប់ស្ងាត់បានចូលមកគ្របបណ្ដាប់តែវាជាការស្ងប់ស្ងាត់ដែលគួរឲ្យខ្លាចភ័យជាងស្នូកំភ្លើងទៅទៀតគ្រានោះមេបញ្ជាការសត្រូវបានបញ្ជាឲ្យកងកម្លាំងរបស់ខ្លួនចំនួន50នាក់ចូលទៅត្រួតពិនិត្យនិងបោសសម្អាតសមរភូមិពួកគេដើរចូលទៅដោយមានអារម្មណ៍ភ័យខ្លាចទោះបីជាដឹងថាគ្មានអ្នកណារស់ក៏ដោយអ្វីដែលពួកគេបានឃើញនៅកណ្ដាលស្ពានធ្វើឲ្យពួកគេឈរគាំងក្រោមពន្លឺព្រះច័ន្ទក្រុមកងទ័ពស្អែកស្លាប់ដែលនៅសេសសល់មិនបានដេកដួលរៀបដល់ដីទេសាកសពរបស់មេបញ្ជាការខ្មែរបានលុតជង្គង់ចុះដៃទាំងពីរអោបដងទង់ជាតិជាប់នឹងទ្រូងហាក់ដូចជាកំពុងការពារកូនតូចរីឯសាកសពយុទ្ធជនដទៃទៀតដេកកលើភ្ញីជុំវិញគាត់បង្កើតបានជាកំផែងសាច់ទីហ៊ានសត្រូវម្នាក់បានលើកជើងបំរុងនឹងទាត់សាកសពមេបញ្ជាការដើម្បីយកទង់ជាតិកុំប៉ះមេបញ្ជាការសត្រូវស្រែកហាមមើលដៃរបស់គេនៅក្នុងដៃដែលរឹងកំប្រឹសរបស់សាកសពមេបញ្ជាការមិនមែនមានតែដងទង់ជាតិទេគឺមានខ្សែមួយចងជាប់នឹងគំយើក្របបែកដែលកប់នៅក្រោមគំនើសាកសពនេះមានន័យថាទោះបីជាដាច់ខ្យល់ក៏គាត់នៅតែដាក់អន្ទាក់ការពារទង់ជាតិដែរខណៈដែលស្ត្រីកំពុងតែស្ទាក់ស្ទើរស្រាប់តែមានចលនាមួយកើតឡើងក្រោមគំនើសាកសពនៅមិនទាន់ចប់ទេសំឡេងដ៏ស្អកនិងខ្សោយបានបន្លឺឡើងដៃមួយដែលប្រឡាក់ឈាមសុទ្ធបានរួញសាកសពមិត្តភក្តិចេញគឺវិបុលយុទ្ធជនដែលពូកែខាងកំបិតគាត់មិនទាន់ស្លាប់ទេប៉ុន្តែពោះវៀនរបស់គាត់បានធ្លាយចេញរកក្រៅអស់ហើយទីហ៊ានសត្រូវភ្ញាក់ផ្អើលហើយលើកកំភ្លើងតម្រង់បាញ់វាទៅវិបុលមិនខ្វល់ពីកំភ្លើងទេគាត់ញញឹមជាស្នាមញញឹមរបស់មច្ចរាជគាត់បានទាញកំបិតស្នៀតចេញពីចង្កេះពួកឯងមិនអាចយកទឹកដីនេះបានទេដោយកម្លាំងចុងក្រោយដែលមិនដឹងថាមកពីណាវិបុលបានស្ទុះទៅមុខយ៉ាងលឿនដោយភ្លេចបន្ទោទោះបីជាខ្លួនឯងចិត្តដាច់ខ្យល់គាត់បានចាក់កទីហ៊ានសត្រូវម្នាក់ដែលនៅជិតបំផុតឆ្វាច់បន្ទាប់មកគាត់បានយកកំភ្លើងពីសាកសពនោះបាញ់រះទៅលើក្រុមសត្រូវផាំងទីហ៊ានសត្រូវ3នាក់ទៀតដួលវិបុលត្រូវបានគេបាញ់បកមកវិញរាប់សិបគ្រាប់រហូតដល់ដួលខ្ពស់ប៉ុន្តែមុននឹងដាច់ខ្យល់គាត់បានខំគន្លឺគ្រាប់បែកដែលនៅក្រោមដៃក្តាំងវិបុលបានផ្ទុះខ្លួនឯងទៅជាមួយសត្រូវមួយក្រុមទៀតនេះជាការបញ្ជាក់ថាកងទ័ពស្អែកស្លាប់សម្លាប់បានតែរូបកាយតែមិនអាចសម្លាប់ឆន្ទៈបានទេហើយសំឡេងផ្ទុះចុងក្រោយរបស់វិបុលគឺជាសញ្ញាពីចម្ងាយសំឡេងត្រែទ័ពរបស់កងទ័ពជំនួយកម្ពុជាបានបន្លឺឡើងកងពលធំបានមកដល់ហើយអ្វីដែលកងទ័ពជំនួយបានឃើញគឺផ្សែងហុយពីស្ពាននិងសាកសពរបស់វីរបុរស12នាក់ដែលសម្លាប់ស្ត្រីរាប់រយនាក់និងទប់ទល់រុទ្ធធាំងបានពេញមួយយប់ភាពខ្ទុកខ្ទួលបានប្រែជាកំហឹងប្រែជាកម្លាំងមេបញ្ជាការកងពលធំបានស្រ័យតាមវិទ្យុទៅកាន់ទាហានរាប់ពាន់នាក់បងប្អូនមើលចុះពួកគេមានគ្នាតែ12នាក់ពួកគេហ៊ានលះបង់ដល់កម្រិតនេះចុះយើងមានគ្នារាប់ពាន់នាក់តែយើងត្រូវខ្លាចអីចូលវាយកងទ័ពកម្ពុជាទាំងមូលបានសម្រុកចូលដូចទឹកជំនន់ពួកគេលែងចេះខ្លាចគ្រាប់លែងចេះខ្លាចស្លាប់ព្រោះរូបភាពនៃកងទ័ពស្អែកស្លាប់បានដកជាប់នៅក្នុងបេះដូងពួកគេសត្រូវដែលឃើញកម្លាំងសម្រុកដ៏មហាមានេះបានបាក់ស្មារតីទាំងស្រុងពួកគេរត់ចោលរថធាំងរត់ចោលអាវុធពេលនោះទឹកដីត្រូវបានការពារមេឃដែលស្រឡះស្រាប់តែប្រែជាខ្មៅហើយភ្លៀងបានធ្លាក់ចុះមកហាក់ដូចជាទេវតាកំពុងយំអាណិតនឹងលាងឈាមចេញពីខ្លួនរបស់វីរបុរសនៅកណ្ដាលស្ពានទីហ៊ានរាប់ពាន់នាក់បានឈរតម្រង់ជួរស្ងៀមស្ងាត់គ្មានសំឡេងនិយាយមានតែសំឡេងទឹកភ្លៀងនិងសំឡេងយំខ្សឹកខ្សឿនមេតបធំ
បានដើរចូលទៅជិតសាក់សាប់មេបញ្ជាការក្រុមស្អែកស្លាប់ដែលនៅតែលុតជង្គង់អោបទង់ជាតិគាត់បានលុតជង្គង់ចុះហើយថើមដងទង់ជាតិនោះបេសកម្មចប់ហើយបងប្រុសឯងធ្វើបានល្អណាស់ឯងមិនមែនត្រឹមតែការពារស្ពានទេឯងបានការពារកិត្តិយសជាតិសាសន៍យើងពួកគេបានលើកសាកសពវីរបុរសទាំងអស់ដាក់លើស្មាដោយមិនដាក់ក្នុងមឈូសឡើយព្រោះពួកគេជឿថាអ្នកក្លាហានគួរតែត្រូវគេសែងដូចជាស្ដេចរាប់ឆ្នាំក្រោយនៅកន្លែងនោះគេបានសាងសង់ស្ទូបមួយរូបសំណាកមិនមែនជារូបមនុស្សឈរទេតែជារូបមនុស្សលុតជង្គង់អោបទង់ជាតិហើយមានពាក្យចចាមអារាមពីអ្នកស្រុកថានៅរាត្រីដែលងងឹតខ្លាំងពេកឬពេលដែលមានសត្រូវជៀនជើងទឹកដីគេតែងតែឃើញស្រមោលទាហានមួយក្រុមឈរយាមនៅលើស្ពាននោះដែលមានភ្នែកពណ៌ក្រហមច្រាលពួកគេនៅតែទីនោះពួកគេគឺជាកងទ័ពស្អែកស្លាប់ព្រោះសម្រាប់ពួកគេការស្លាប់មិនមែនជាទីបញ្ចប់ទេតែជាការចាប់ផ្ដើមនៃការពារដ៏អស្ចារ្យពីបញ្ចប់នៃរឿងដ៏មហាមានេះមិនមែនត្រឹមតែជាការបញ្ចប់នៃជីវិតរបស់ពួកគេទេតែជាការចាប់ផ្ដើមនៃយុគសម័យមួយទៀតដែលស្មារតីរបស់កងទ័ពស្អែកស្លាប់បានចាក់ឫសយកចូលទៅក្នុងបេះដូងកូនខ្មែរគ្រប់សង្គ្រាមបានបញ្ចប់ហើយប៉ុន្តែរឿងរ៉ាវនៅស្ពានស្អែកស្លាប់មិនបានបញ្ចប់ត្រឹមនឹងទេដំណឹងនៃវីរភាពរបស់ទាហាន12នាក់ចុងក្រោយដែលបានយកខ្លួនធ្វើជាកំផែងទប់ទល់ស្ត្រីរាប់រយនាក់បានល្បីរន្ទើពេញផ្ទៃប្រទេសដូចជាភ្លើងឆេះព្រៃថ្ងៃដែលគេដង្ហែសាកសពវីរបុរសទាំងនោះចូលរាជធានីគឺជាថ្ងៃដែលចម្លែកបំផុតក្នុងប្រវត្តិសាស្ត្រមិនមានការបង្ខិតបង្ខំទេប៉ុន្តែប្រជាជនរាប់សែននាក់បានមកឈរអមសងខាងផ្លូវខ្លះកាន់ផ្កាឈូកខ្លះកាន់ទង់ជាតិនៅពេលដែលរថយន្តដឹកសាកសពដែលគ្របដោយទង់ជាតិឆ្លងកាត់សូម្បីតែមេឃក៏ហាក់ដូចជាបើកពន្លឺចែងចាំងដែរអ្វីដែលធ្វើឲ្យគេរំជួលចិត្តបំផុតនោះគឺនៅពេលដែលឃើញស្ត្រីចំណាស់ម្នាក់ដែលត្រូវជាម្ដាយរបស់មេបញ្ជាការកងទ័ពស្អែកស្លាប់ដើរចូលទៅជិតមឈូសកូនគាត់មិនយំទេដៃគាត់ញ័រប៉ុន្តែគាត់បានដៃអង្អែលក្តារមឈូសថ្នមហើយនិយាយពាក្យមួយឃ្លាដែលធ្វើឲ្យអ្នកសារព័ត៌មាននិងមេតបធំស្រក់ទឹកភ្នែកកូនមិនមែនស្លាប់ចោលម៉ែទេកូនបានទៅធ្វើជាម្ចាស់ដីហើយម៉ែអស់កូនម្នាក់តែម៉ែមានកូនរាប់លានអ្នកទៀតដែលបានរស់ដោយសារកូនសម្រាប់ចោះកូនប្រុសដើម្បីតបស្នងនឹងចងចាំនៅពលកម្មនេះកងទ័ពជាតិបានសម្រេចចិត្តបង្កើតកងពលថ្មីមួយដោយដាក់ឈ្មោះថាកងពលពិសេសកងពលស្អែកស្លាប់ប៉ុន្តែការជួលក្នុងកងពលនេះមិនមែនជារឿងងាយស្រួលទេលក្ខខណ្ឌទី1នៃការជ្រើសរើសគឺមិនមែនកម្លាំងកាយទេតែជាចិត្តនៅទីលានហ្វឹកហ្វឺនមានរូបសំណាកធំមួយនៃមេបញ្ជាការចាស់ដែលលុតជង្គង់អោបទង់ជាតិរាល់ព្រឹកទាហានថ្មីត្រូវរត់ទៅគ្រប់រូបសំណាកនោះហើយស្រែកពាក្យសច្ចារាងកាយជាដែកចិត្តជាពេជ្រជីវិតជូនជាតិថ្ងៃនេះរស់ស្អែកស្លាប់កងទ័ពចំនួនក្រោយនេះបានយកគំរូវីរភាពពីមុនមកអនុវត្តពួកគេហ្វឹកហ្វឺនខ្លាំងជាងទាហានណាទាំងអស់ព្រោះពួកគេមិនចង់ឲ្យខូចឈ្មោះរៀមច្បងរបស់ពួកគេឡើយពួកគេជឿថាវិញ្ញាណរបស់រៀមច្បងកំពុងឈរមើលពួកគេពីលើមេឃរាប់សិបឆ្នាំក្រោយមកតំបន់ស្ពានស្អែកស្លាប់បានក្លាយជាតំបន់ព្រំដែនដ៏ស្ងប់និងស្រស់បំព្រងប៉ុន្តែសម្រាប់សត្រូវដែលមានបំណងអាក្រក់វានៅតែជាកន្លែងដែលគួរឲ្យខ្លាចបំផុតមានរឿងដំណាលពីពួកក្រុមរត់ភុននិងពួកឈ្លានពានមួយចំនួនដែលលួចចូលទឹកដីនៅពេលយប់ពួកគេនិយាយថានៅពេលដែលពួកគេបំរុងនឹងឆ្លងស្ពាននោះស្រាប់តែមានអបចុះក្រាស់ខ្មឹកនៅក្នុងអបនោះពួកគេបានឮសំឡេងជើងដែរក្រឹបក្រឹបយ៉ាងធ្ងន់ហើយសំឡេងកំភ្លើងបញ្ចូលក្របហើយនៅពេលដែលពួកគេបើកភ្លើងពេលមើលពួកគេឃើញមនុស្សមួយក្រុមឈរតម្រង់ជួរកាត់ទទឹងស្ពានដោយមានរាងកាយប្រឡាក់ឈាមនិងភ្នែកក្រហមច្រាវម្នាក់នៅកំដៅលើកដៃចង្អុលមុខពួកគេហើយនិយាយដោយសំឡេងលាន់ដូចកលុនថយក្រោយដរាបណាយើងនៅទីនេះគ្មានសត្រូវណាម្នាក់អាចឆ្លងកាត់បានទេពួកអ្នកឈ្លានពានទាំងនោះរត់បាក់ជើងបាក់សាត្រឡប់ទៅវិញហើយលែងហ៊ានមកជន់ទីនេះជារៀងរហូតអ្នកស្រុកបានជឿថាវិញ្ញាណរបស់កងទ័ពស្អែកស្លាប់បានក្លាយជាអ្នកតាឬទេវតារក្សាទិសដែលមិនព្រមទៅចាប់ជាតិព្រោះនៅអាឡោះអាលាយនឹងបារម្ភពីទឹកដីរឿងរ៉ាវរបស់កងទ័ពស្អែកស្លាប់មិនមែនបញ្ចប់ត្រឹមការស្លាប់ទេវាគឺជាមេរៀនប្រវត្តិសាស្ត្រដែលបង្រៀនយើងថាអាវុធទំនើបអាចកំទេចរាងកាយបានតែមិនអាចកំទេចឧត្តមគតិបានទេការលះបង់របស់មនុស្សមួយក្រុមតូចអាចបដូរជីវិតដល់មនុស្សមួយប្រទេសរហូតមកដល់សពថ្ងៃ
នៅពេលដែលកូនខ្មែរជួបការលំបាកឬពេលជាតិត្រូវការប៉ានៀកពាក្យស្លោករបស់ពួកគេនៅតែត្រូវបានគេលើកមកនិយាយដើម្បីដាស់តឿនស្មារតីកុំសួរថាជាតិធ្វើអ្វីសម្រាប់យើងត្រូវសួរថាយើងហ៊ានស្លាប់ដោយជាតិដោយពួកស្អែកស្លាប់ដែរឬទេព្រោះពួកគាត់បានលះបង់ថ្ងៃស្អែករបស់ពួកគាត់ដើម្បីឲ្យពួកយើងមានថ្ងៃនេះចប់ដោយបរិបូរណ៍សង្ឃឹមថាវាជាសាច់រឿងមួយដែលអាចដាស់អារម្មណ៍ស្នេហាជាតិនិងភាពក្លាហានបានយ៉ាងពិតប្រាកដអរគុណបងប្អូនទាំងអស់គ្នាសូមជម្រាបលា